ហាត់លំហាត់ប្រាណដែលជួយឲ្យយើងស្រកខ្លាញ់បានលឿនស្រកគីឡូបានលឿនក្រោយពេលមកពីចូលឆ្នាំនិយាយទៅលំហាត់ប្រាណនេះខ្ញុំចែកជាពីរវគ្គ EP1 និង EP2 EP1 នេះផ្ដោតទៅលើការ burn out តាក់ទងជាមួយនឹងលំហាត់ប្រាណតាក់ទងមួយការដុតខ្លាញ់អញ្ចឹងបងប្អូនទាំងអស់គ្នាអាចមើលតាមវីដេអូនេះពីដើមរហូតដល់ចប់បានបងប្អូនកុំភ្លេច follow page ដើម្បីមើល EP បន្តទៀតពីព្រោះ EP2 គឺផ្ដោតទៅលើការហាត់យកក្បាលពោះជាមួយនឹងហាត់យកចំហៀងអញ្ចឹងសម្រាប់ EP1 នេះលំហាត់ប្រាណទី1គឺយើងចាំភីងបងប្អូនលោតចាំភីងតិចនេះគឺផ្ដោតទៅលើការដុតខ្លាញ់បានល្អមែនទែនហ្មងបងប្អូនសម្រាប់អ្នកដែលមានបញ្ហាញ៉ាំច្រើនចានៅសក់ក្បាលពោះអីហ្នឹងណាអូយល្អខ្លាំងណាបងប្អូនចាំភីង100 3ជុំឬក៏4ជុំអាស្រ័យលើបងប្អូនមានពេលលោតតិចអញ្ចឹងបងប្អូនអាចចំណាយពេលប្រហែលខ្ទង់15នាទីសម្រាប់ចាំភីងហ្នឹងណាចាអញ្ចឹងប្រហែលថ្ងៃហ្នឹងគឺបងប្អូនអាចចាំភីងបែបនេះទៅគឺស្រកគីឡូបានលឿនជាពិសេសអ្នកមកពីចូលឆ្នាំឈិតច្រើនអីហ្នឹងគឺល្អខ្លាំងហ្មងខ្ញុំអត់មានបានទៅណាបងប្អូនទាំងអស់គ្នានៅផ្ទះសតត្មងបងប្អូនបានទៅដល់ណាខ្លះប៉ុន្តែនៅផ្ទះក៏ញ៉ាំដែរខ្ញុំអត់មានស្រកគីឡូទេវិញថាអត់បានដើរអត់បានញ៉ាំទេញ៉ាំដូចគ្នាអូខេចូលដល់លំហាត់ប្រាណទី2យើងចាំភីងដែរប៉ុន្តែយើងចាំភីងបើកជើងបងប្អូនអញ្ចឹងជើងដាក់ទទឹមគ្នាលោតចេញបោះដៃឡើងចាអានេះយើងធ្វើ50ឬក៏30 3ទៅ4ជុំដូចគ្នាបងប្អូនអានេះគឺស្រក់និយាយទៅអាទី1ហើយអាទី2នេះបងប្អូនឃើញយឺហេអាលងស្រាល់បាត់ហើយនិយាយមែនហើយត្រូវខែនេះខែក្តៅទៀតនិយាយពីថាអូយមុនហាត់ប្រាណខ្ញុំញ៉ាំកាហ្វេមួយកែវដែលមុនកាហ្វេយើងហ្នឹងចាអញ្ចឹងនៅពេលដែលញ៉ាំកាហ្វេហើយមកហាត់ប្រាណនិយាយពីថាអូយបែកញាស់ស្រួលខ្លួនមែនតែនហ្មងបងប្អូនអូខេអាលាស់ដែរអាលាស់ជើងបន្តិចណាចាដើម្បីសម្រួលសរសៃយកមុននឹងយើងចូលដល់លំហាត់ប្រាណទី3សម្រាប់លំហាត់ប្រាណទី3នេះគឺយើងអានេះផ្ដោតលើផ្លូវចាបងប្អូនបញ្ចុចជើងមកចំហៀងបន្តិចមកហើយបងប្អូនកែងដៃប៉ះជាមួយជង្គង់ហើយបោះទៅមុខកែងដៃប៉ះមួយជង្គង់ហើយបោះទៅមុខតោះ1 2 3 4ចាបងប្អូនរាប់23ជុំធ្វើសងខាងបងប្អូនអានេះបច្ចៈបើសិនជាខាងឆ្វេងបងប្អូនធ្វើ20ខាងស្ដាំបងប្អូនធ្វើ20តែបើខាងឆ្វេងធ្វើបានតែ15ខាងស្ដាំក៏ត្រូវតែ15ដែរពីព្រោះកាលណាតែបងប្អូនហាត់ខាងនេះ20ខាងនោះ15វាធ្វើឲ្យយើងយូរទៅយើងឡើងសាច់ដុំមកចំហៀងធំមកចំហៀងទូចមកចំហៀងអត់ល្អមើលទេបាក់កាយខ្លាំងណាស់អញ្ចឹងបងប្អូនព្យាយាមធ្វើមេថាបើខាងនេះប្រហែលខាងឆ្វេងប្រហែលខាងស្ដាំក៏ប៉ុណ្ណឹងដែរអញ្ចឹងណាអូយបងប្អូនបែកញើសល្អមែនតែនហ្មងឃើញទេចាអូខេខាងស្ដាំ20ដូចគ្នាចាមកពីចូលឆ្នាំវិញឲ្យតែបងប្អូនហាត់លំហាត់ប្រាណអស់នឹងបានតែ3ថ្ងៃស្រកទៅវិញលឿនហ្មងនិយាយមែនព្រោះដោយសារវានៅជានេះឥឡូវទេខ្លាញ់វាមិនទាន់ឡើងទៅជាខ្លាញ់ទេអញ្ចឹងបងប្អូនឲ្យតែថាហាត់គឺស្រកបានលឿនខ្លាំងចាអូខេអញ្ចឹងបងប្អូនកុំភ្លេចចុច follow page យើងមាន EP2 បន្តទៀត EP2 ហ្នឹងគឺតាក់ទងមួយការហាត់យកក្បាលពោះហើយខ្ញុំអត់ផ្ដោតទៅលើលំហាត់ប្រាណដែលប្រើឧបករណ៍ធ្ងន់ទេខ្ញុំផ្ដោតទៅលើលំហាត់ប្រាណដែលបងប្អូនអាចហាត់នៅផ្ទះបានដោយខ្លួនឯងចុច follow page ខ្ញុំម្នាក់មួយផងណាអរគុណ share វីដេអូផងហើយផ្នែកមួយដែលធ្វើឲ្យខ្ញុំអត់ងាយឡើងគីឡូហើយជួយទប់គីឡូបានល្អជាពិសេសហាត់ប្រាណជួយជំរុញការដុតខ្លាញ់ស្រកគីឡូបានលឿនណាគឺខ្ញុំតាំងតែញ៉ាំដៃមុនកាហ្វេមកកញ្ចប់មុនពេលហាត់ប្រាណបងប្អូនសម្រាប់អ្នកដែលគាំងគីឡូពិបាកក្នុងការសម្រកមានអារម្មណ៍ថាប្រព័ន្ធដុតរំលាយជាតិខ្លាញ់បងប្អូនធ្វើការបានល្អអីហ្នឹងបងប្អូនអាចជ្រើសរើសមួយដៃមុនកាហ្វេញ៉ាំមុនពេលហាត់ប្រាណដូចខ្ញុំចេះបាននិយាយពីថាញ៉ាំហើយហាត់ប្រាណបិចញើសល្អមែនតែនហ្មងបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនដែលចង់បានអាចខមងបានណាបងប្អូនយើងមានប្រូម៉ូសិនពិសេសជូនមកបញ្ចូលឆ្នាំនេះបងប្អូនដាក់ម្នាក់មួយឈុតទៅស្រកគីឡូលឿនខ្លាំង